nhưng căn để chào bảo rong mới tiếng này nè mà căn này phim khơi miên chia rụp đầm rầy bằng con người trắng á mình đây ta quạt chân này pi sầm bộ đốp ở khang lớn ấy cái chân này pi sầm bộ đốp ở cái hai sầm bộ đốp đầy chẳng nè thì khang cao ní sầm bộ đốp chùa và cao chia sơ là bạn mũi đó sơ sát cứ rụp đầm rầy mình cú ở tôi một cái này hay khang lớn nữa ở khang lớn ấy cứ chia rụp bài đông nó có này thì số bộ đột sọt chỉ nón cho năm lán đấy cho năm tung bài bài đang bài chiếng ấy bông bông đi rục riêng lán cứ có phết về nó là lấy ta miền chi hơi taនេះគាត់មកតាំងនៅក្នុងហាងកាហ្វេសម្រាមនេះផងដែរបងប្អូនបងជាអ្នកឆុងកាហ្វេនៅទីនេះចាបងចាហ្នឹងបងប្អូនអ្នកឆុងកាហ្វេបងប្អូនឃើញស្រស់ស្អាតហើយណាជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រុមការងារទុនសាយព្រៃចង់ណែនាំឲ្យបងប្អូនស្គាល់ហាងកាហ្វេមួយហើយហាងកាហ្វេនេះឈ្មោះប្លែកទេបងប្អូនគាត់ដាក់ឈ្មោះថាហាងកាហ្វេសម្រាមនេះជាថាបងប្អូននេះឈ្មោះរបស់ហាងកាហ្វេគាត់ដាក់ឈ្មោះថាកាហ្វេសម្រាមបងប្អូនស្ដាប់មើលទៅឆ្ងល់ហើយមែនទេថាហេតុអីបានទៅដាក់ឈ្មោះហាងកាហ្វេសម្រាមទៅវិញប៉ុន្តែបងប្អូននៅក្នុងហ្នឹងមានន័យថាគាត់ប្រម៉ូសម្រាមខ្លះនៃគេហៅថាបើយើងទុកទៅអាសម្រាមអស់ហ្នឹងវាជាសម្រាមដែលរាយប៉ាយនៅលើផែនដីយើងហ្នឹងគឺវាបកឲ្យឃើញប៉ះពាល់ដល់បរិស្ថានប៉ុន្តែហាងរបស់គាត់ហ្នឹងគាត់អាចកាត់បន្ថយសម្រាមឬក៏ចូលរួមការពារបរិស្ថានមានន័យថាគាត់យកសម្បកដប់នេះបងប្អូនឃើញសម្បកដប់ថ្មនេះថ្មកាវនេះដែលវាសម្បូរមែនតើនៅប្រទេសរបស់យើងគឺបោះចោលអញ្ចឹងគាត់យកមកច្នៃធ្វើជាគេហៅថាសិល្បៈមួយសម្រាប់តុបតែងហាងកាហ្វេរបស់គាត់មិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនមិនត្រឹមតែសម្បកដបកាវប៉ុណ្្នឹងទេមានទាំងសម្បកដបជ័រឬក៏សម្បកដបទឹកសុទ្ធជាច្រើននៅក្នុងហ្នឹងគាត់ច្នៃទៅវាធ្វើឲ្យคล้ายទៅជាសិល្បៈនៃហាងរបស់គាត់មួយអញ្ចឹងហើយទើបគាត់ដាក់ឈ្មោះថាហាងកាហ្វេសម្រាមអញ្ចឹងបងប្អូននេះជាទស្សនវិជ្ជាដែលយើងចូលមកឃើញមានគាត់ច្នៃលាយឡំគ្នាកើតជាសិល្បៈធ្វើទៅមើលទៅគួរឲ្យចាប់អារម្មណ៍ហើយនឹងតាក់ទាញមែនទែនបងប្អូនកលេចមកមើលខាងនេះបងប្អូនពេលដែលយើងចូលមកដល់ក្នុងហ្នឹងបងប្អូនឃើញហ៎ទាំងអស់នេះជញ្ជាំងបងប្អូននេះបងប្អូនឃើញជញ្ជាំងនេះគាត់ប្រើសិតតែថ្មស៊ីម៉ងយើងនឹងបូកជាមួយដាក់ជាមួយនឹងសម្បកដបសម្បកដបកាវពីសម្បកដបស្រាសម្បកដបអីផ្សេងហ្នឹងបងប្អូនកែវហ្នឹងហើយឃើញអត់បងប្អូនយើងមើលទៅគឺសិតតែសម្បកដបទាំងអស់ប៉ុន្តែអានេះវាកើតពីការច្នៃប្រឌិតរបស់គាត់មួយដែលគិតថាវាជាការរួមចំណែកនៃកាត់បន្ថយសម្រាមហើយរបស់ហ្នឹងវាបើយើងគិតទៅវានៅលើផែនដីយើងបើរាយប៉ាយហ្នឹងយើងគិតថាជារបស់ដែលគ្មានប្រយោជន៍ទេប៉ុន្តែខ្ញុំទៅសើគំនិតបងខាងម្ចាស់ហាងគាត់រើសប្រភេទអស់ហ្នឹងគាត់យកមកច្នៃធ្វើជាសិល្បៈស្អាតមួយយ៉ាងហើយនេះបងប្អូនដូចឃើញចាក់ស្ដែងនៅខាងក្រោមនេះបងប្អូនឃើញស្ទែសម្បកដបជ័រគម្របដបជ័ររបស់ទឹកសុទ្ធយើងហ្នឹងមានភេសជ្ជៈមានអីចឹងទៅហើយគាត់យកមកច្នៃបិទជាមួយនឹងស៊ីម៉ងចឹងទៅឃើញវាទៅជារូបផ្លែកផ្សេងចឹងទៅវាចាប់អារម្មណ៍គេហៅថាប្លែកមួយយ៉ាងស្អាតហើយទន្ទឹមនឹងមិនត្រឹមតែស្អាតទេវាកាត់បន្ថយនៃហៅថាជួយបរិស្ថានមួយចំណែកតូចនៅក្នុងការកែច្នៃសម្រាមដែលយើងគិតថាវាប៉ះពាល់ដល់បរិស្ថានវាជួយឲ្យយើងជាសិល្បៈមួយផ្នែកឲ្យស្អាតហើយជួយបរិស្ថានយើងថែមទៀតបងប្អូនមិនត្រូវបងប្អូនឃើញការច្នៃប្រឌិតរបស់គាត់ស្អាតមែនទែនបងប្អូនគាត់ច្នៃចឹងទៅហើយទាំងអស់នេះសិតតែកាវជ័រកាវអីដាក់ច្នៃជាកាវជ័រហ្នឹងវាច្នៃទៅជាផ្កាដាក់អីចឹងលុបស្អាតមែនទែនបងប្អូនស្អាតខ្ញុំទៅសារគំនិតគាត់ចេះច្នៃប្រឌិតហើយរនឹកឃើញធម្មតាជាទូទៅបងប្អូនដឹងហើយថាសម្រាមគឺជាផលប៉ះពាល់មួយដល់បរិស្ថានរបស់យើងប៉ុន្តែជាក់ស្ដែងខ្ញុំទៅសារដៃបងប្រុសម្ចាស់ហាងនេះនៅខាងក្រៅមួយផ្នែកឥឡូវយើងចង់ដឹងទៅក្នុងតែគាត់ដេកយ៉ាងណាអញ្ចឹងទៅជាមួយខ្ញុំទៅមកផ្នែកខាងចំហៀងខាងអាចគេហៅថាអាចចតឡានម៉ូតូបាននេះយើងចូលមកដល់ផ្នែកខាងក្នុងបងប្អូនឃើញសូម្បីតែរំយោលនេះក៏គាត់ច្នៃពីគេហៅថាសម្បកដបជ័រដែរដបទឹកសុទ្ធឬក៏នេះជាតយោជ័រអញ្ចឹងច្នៃបត់ជាផ្កាចេញជាសិល្បៈមួយដល់មើលទៅស្អាតប្លែកមែនទេបងប្អូនហើយសូម្បីតែនេះបងប្អូនឃើញនេះក៏កើតនេះបងប្អូនសូម្បីតែនេះបងឃើញនេះជាកៅអីឬគេហៅថាសឡង់ក៏គាត់ច្នៃចេញពីសម្បកកង់ឡានកង់ម៉ូតូបងប្អូននេះច្នៃធ្វើចឹងទៅមានន័យថាជាការរួមចំណែកជួយបរិស្ថាននៃសម្រាមទាំងអស់ហ្នឹងហើយប្រភេទ
ប្រភេទអញ្ចឹងបងប្អូនបើសិនលើវានៅលើផែនដីរបស់យើងឬក៏នៅក្នុងដីវាកប់អាយុកាលវាយូរមែនតើតម្រាំរលាយខ្លាយជាដីយូរណាស់ហើយបងប្អូនយើងចូលមកទៀតយើងឃើញចាំងគាត់ឆ្នៃបែបហ្នឹងឃើញស្អាតហ្នឹងបងប្អូនសម្បកដបកាយហ្នឹងមានន័យថាជាប្រភេទកាវផ្សេងថ្មប្រភេទសម្បកហ្នឹងគឺច្រើនមែនតើហើយមិនដឹងថាវាត្រូវលាយជាមួយនឹងស៊ីម៉ងគឺទៅជាខំជាប់ល្អមែនតើរៀបដូចអត់ចឹងបងប្អូនឥឡូវនេះយើងចូលមកដល់ក្នុងផ្នែកក្នុងហាងតែម្ដងបងប្អូនឃើញនៅក្នុងនេះមានន័យថាពេលខាងក្រៅគេរៀបយកអាគូតវាចេញដល់មកខាងក្នុងគាត់រៀបយកក្បាលវាចេញមកក្រៅអញ្ចឹងវាស្មើគ្នាស្អាតមែនតើហើយដបទាំងអស់នេះគឺសិតតែដបកៅថ្មនៅខាងកាលនេះគេហៅជាងបងប្អូនហើយខាងលើបងប្អូនឃើញអាហ្នឹងបងដូចខ្ញុំបង្ហាញមុនហ្នឹងបងប្អូនមកយល់គឺសិតតែប្រភេទកម្របក្បាលកម្របជ័រឬដបសតរួមកម្របដបភេសជ្ជៈផ្សេងហ្នឹងបងប្អូនលេងមួយទៅយកជ័រចំណែកអ្វីដែលខ្ញុំចាប់អារម្មណ៍បន្ថែមទៅលើនឹងទៀតហ្នឹងគឺនៅក្នុងហាងនេះបងប្អូនមានសិភៅសម្រាប់បងប្អូនឬក៏សាសនិកសិស្សដែលពេលដែលគាត់មកញ៉ាំកាហ្វេយើងអាចមើលសិភៅបានកើននៃខាងក្រៅកម្របខាងក្រៅយើងមើលអញ្ចឹងទៅមានន័យថាមកញ៉ាំកាហ្វេមិនអត់ប្រយោជន៍ទេពេលខ្លះយើងអាចពេលដែលញ៉ាំកាហ្វេយើងអាចទុកទូរស័ព្ទមួយ license យើងអាចបង្វែរអារម្មណ៍មកអានសិភៅដើម្បីបង្កើនចំណេះដឹងយើងឲ្យកាន់តែល្អក្នុងការស្រាវជ្រាវបន្ថែមទៀតសោតបងប្អូនយើងមកក្នុងជីវិតយើងមនុស្សម្នាក់យើងរៀនសូត្រគ្មានថ្ងៃបញ្ចប់ទេអញ្ចឹងយើងត្រូវតែរៀនបន្ថែមបើមិនយើងមិនប្រឹងប្រែងរៀនបន្ថែមទេចំណេះវិជ្ជាយើងគឺអត់រីកលូតលាស់ទេយើងវឹកហាត់ខួរក្បាលយើងកាន់តែមានការចងចាំល្អអញ្ចឹងយើងអាចមើលសភៅបានហើយបងប្អូននេះបរិវេណជារួមណានៅក្នុងហាងកាហ្វេសម្រាមតែម្ដងអ្វីដែលខ្ញុំកាន់តែចាប់អារម្មណ៍មួយទៀតនេះមកខាងនេះខ្ញុំឃើញមានជារូបដំរីបងប្អូននៅអញ្ចឹងមានន័យថាគាត់ច្នៃពីសម្បកដបខាងលើនេះគេច្នៃពីសម្បកដបគេហៅថាសម្បកដបដែកអញ្ចឹងណាហើយខាងក្រោមនេះជាសម្បកដបជ័របង្កើតជាសិល្បៈមួយដ៏ស្រស់ស្អាតគឺរូបដំរីមួយគូទល់មុខគ្នាហើយខាងលើនេះគឺជារូបបេះដូងនេះគាត់ច្នៃពីសម្បកដបទឹកសុទ្ធមានគេហៅថារបៀបរបបនៃការតាប់តែងរចនាបថគាត់គឺស្អាតមានន័យថាមិនមែនជាការអានេះវាកើតពីការព្រៀងទុកនឹងសម័យបូកបញ្ចូលគ្នាវាកើតជារូបរាងចេញមួយដ៏ស្រស់ស្អាតហើយអ្វីដែលកាន់តែកោតសរសើរនោះគឺទាំងអស់នេះនៅក្នុងនេះគឺសិតតែជាសម្រាមបើសិនជានៅលើផែនដីយើងគឺអញ្ចឹងមិនងាយរលាយទេបងប្អូនសម្រាប់ដបនេះក៏ប្រើរយៈពេលយូរតែគាត់ច្នៃយកមកធ្វើជារចនាបថបែបមួយយ៉ាងអញ្ចឹងទៅឃើញតែស្អាតហើយជួយបរិស្ថានបានមួយចំណែកធំមែនទែនអញ្ចឹងទៀតសោតយើងឲ្យបងប្អូនយល់ឃើញថាសម្រាមពេលខ្លះវាមិនមែនអត់ប្រយោជន៍ទេអានឹងអាស្រ័យទៅលើការច្នៃប្រឌិតរបស់យើងចេះយកមកច្នៃអញ្ចឹងទៅយើងអាចចូលរួមកាត់បន្ថយនៃសម្រាមមួយផ្នែកធំព្រោះឯដោយសារតែប្រភេទសម្រាមទាំងអស់ហ្នឹងវារាយនៅលើដីហ្នឹងវាប៉ះពាល់បរិស្ថានមែនទែនបងប្អូនមិនត្រឹមតែសិល្បៈបង្កើតពីសម្បកដបឬក៏ដបថ្មដបកាវទេយើងក៏ឃើញមានទូទស្សន៍បងប្អូនណាខ្លះដែលបានមើលទូទស្សន៍បែបនេះបើខ្ញុំចាំបានថាជាចំនួន9ជាងឥឡូវនេះលែងមានហើយអ្វីដែលខ្ញុំសាំជាងគេពីនេះគឺយើងនេះចុះជាងគេអានេះបងប្អូនអាសាបែកណាកាច់ចឹងទៅកាច់ចឹងបែកខូចយ៉ាងឡូតដោយសារតែវាតឹងអញ្ចឹងបងប្អូននៅចាំបានទូទស្សន៍នេះហើយខ្ញុំចាំបានថាចំនួន9ជាងតែនេះគាត់តាំងលម្អនៅក្នុងហាងវារួមបញ្ចូលច្បាច់បញ្ចូលគ្នាសិល្បៈបែបបុរាណសម័យអញ្ចឹងបងប្អូនហើយអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតបងប្អូនមកតាមខ្ញុំមកពេលដែលយើងចេញមកក្រៅមកបែកខាងឆ្វេងដៃបងប្អូនស្គាល់សัตว์នេះស្គាល់អត់បងប្អូននេះខាងនេះច្បាស់ជាងបងប្អូននេះគាត់ច្នៃពីគ្រឿងបង្គុំរបស់ម៉ូតូឬក៏កង់អីចឹងឡានអីចឹងបងប្អូនច្នៃជារូបមួយដ៏ស្រស់ស្អាតបងប្អូនសាក់ទាយមានរូបអីគេបងប្អូនអាច comment បានហើយបន្ទាប់មកនៅខាងឆ្វេងដៃនេះកូនខ្ញុំឃើញមានឡាននេះសេរីបងប្អូនដែលធ្លាប់មើលរឿងចិនណាចំនួនឆ្នាំឡាននេះឆ្នាំខ្ទង់88ស្ដើង8ជាងហ្នឹងបងប្អូននេះរូបរាងឡានគឺប្រភេទបែបហ្នឹងឥឡូវស្ងថាអស់មានជីហើយតែនេះគាត់មកតាំងនៅក្នុងហាងកាហ្វេសម្រាមនេះផងដែរបងប្អូនដោយសារតែឡាននេះវាយូរហើយវាចំនួនថាជា8ជាងអីហើយតាមខ្ញុំចាំបានណាបងប្អូនអត់ដឹងថាវាផលិតនៅក្នុងឆ្នាំណាទេព្រោះអីម៉ូតូវ័យចំណាស់នេះពូកែអាចចិត្តជាងអីចឹងណាវាអាចចន្លោះហ្នឹងអញ្ចឹងគឺគាត់តាំងនៅក្នុងហ្នឹងដែរទៀតសោតនៅក្នុងហាងនេះយើងចូលមកមានអារម្មណ៍ថារីករាយដោយសារតែបរិយាកាសធម្មជាតិអមនឹង
បរិស្ថាននៅជុំវិញគឺគាត់មានភាពស្រស់ស្អាតអញ្ចឹងពេលដែលយើងចូលមកញ៉ាំកាហ្វេគឺអារម្មណ៍យើងបាត់ stress អស់បងប្អូនហ្នឹងហើយបងប្អូនបន្ទាប់ពីការរៀបរាប់របស់ខ្ញុំពាក់ព័ន្ធនឹងហាងកាហ្វេសម្រាមនេះត្រួសទៅឥឡូវនេះយើងចង់ដឹងច្បាស់ថាទីតាំងនៅត្រង់ណាអីយើងនឹងទៅជួបអូនដែលជាអ្នកឆុងកាហ្វេដើម្បីឲ្យគាត់បញ្ជាក់ថាកាហ្វេគាត់ហ្នឹងបើកពីម៉ោងប៉ុន្មានហើយបើកពីថ្ងៃណាដល់ថ្ងៃណាហើយសម្រាប់ទីតាំងជាក់លាក់មួយណាខ្ញុំនឹងទៅជួបជាមួយបងអូនស្រីតែម្ដងហ្នឹងហើយជំរាបសួរអូនជាអ្នកឆុងកាហ្វេនៅទីនេះចាបងចាហ្នឹងបងប្អូនអ្នកឆុងកាហ្វេបងប្អូនឃើញស្រស់ស្អាតហើយណាអូនបងចង់សួរបន្តិចមើលថាអាចជួយបញ្ជាក់ទីតាំងហាងកាហ្វេនេះបានថាទីតាំងនៅណាហើយពេលដែលបើកហ្នឹងគឺបើកពីម៉ោងប្រហែលដល់ម៉ោងប្រហែលហើយបើកជារៀងរាល់ថ្ងៃឬយ៉ាងណាដែរចាបងទីតាំងហាងមាននៅភូមិព្រៃត្រីឃុំថ្មកោស្រុកវាអាមខេត្តកណ្ដាលមានន័យថាហាងកាហ្វេនៅស្រុកវាអាមយើងចាស្រុកវាអាមហើយសម្រាប់ការបើកលក់វិញយើងបើកពីម៉ោងប៉ុន្មានដែរចាប់ពីម៉ោង7ព្រឹកដល់ម៉ោង6ល្ងាចម៉ោង7ព្រឹកដល់ម៉ោង6ល្ងាចជារៀងរាល់ថ្ងៃចាបងហើយអ្វីដែលចាប់អារម្មណ៍មួយទៀតគឺប្លែកមែនទែនហេតុអីបានជាអ្នកនៅនេះគាត់ដាក់ឈ្មោះជាហាងកាហ្វេសម្រាមព្រឹងហ្នឹងម្ចាស់តើម្ចាស់ហាងមិនដឹងអញ្ចឹងតែមានសាខាតែមួយហ្នឹងឬក៏មានសាខានៅគិរីរំមួយទៀតបងលើភ្នំគិរីរំនៅលើភ្នំគិរីរំហើយឈ្មោះដូចគ្នាចាបងប្លែកមែនទែនបងប្អូនឃើញអញ្ចឹងការរៀបរាប់របស់ខ្ញុំពីដំបូងមកតឥឡូវជួបបងស្រីបងប្អូនស្គាល់ទីតាំងច្បាស់ហើយគឺនៅស្រុកលវីអែមខេត្តកណ្ដាលនេះទេអញ្ចឹងបើសិនជាមានចំណាប់អារម្មណ៍ចង់មកភ្លក់រសជាតិហាងកាហ្វេឬក៏ចង់មកឃើញសិល្បៈនៃការរៀបចំពីកាហ្វេសម្រាមបងប្អូនអាចអញ្ជើញមកញ៉ាំដល់ទីតាំងបានអញ្ចឹងខ្ញុំសូមចប់តែប៉ុណ្នេះបើសិនជាមានកំហុសខុសឆ្គងដោយចំណុចណាមួយសូមបងប្អូនខន្តីអភ័យទោសពេលនេះខ្ញុំបាននឹងអូនស្រីសូមអរគុណសូមគោរពលា